Mày đá lo mày. Mình nói thaสบายខ្លះធ្វើ50នាទីអស់คุយលេងតែយើងអស់អីចេះអីចេះបានប៉ុណ្ណឹង Nice ស្រីតោះគ្នានឹងខ្ញុំនាំដល់គ្នាទៅមើលពីទស្សនវិជ្ជាទូទៅនៅក្នុងការប្រឡងបញ្ចប់សាកលវិទ្យាល័យ IT ឆ្នាំទី4នៅភូមិន្ទភ្នំពេញហើយខ្ញុំក៏សួរពីការយល់ឃើញរបស់មិត្តភក្តិរបស់ខ្ញុំថាតើការប្រឡងហ្នឹងមិនដែរតើគាត់ស្ដាយក្រោយអត់នៅពេលដែលគាត់រៀន IT 4ឆ្នាំហ្នឹងហើយតើគាត់ណែនាំឲ្យសិស្សប្អូនជំនាន់ក្រោយហ្នឹងមករៀន IT ដែរអត់អញ្ចឹងកុំចាំយូរតោះសម្រាប់នៅក្នុងថ្ងៃប្រឡងនេះគឺខ្ញុំក្រោកតាំងពីម៉ោង 4 កន្លះព្រោះខ្ញុំចង់មើលមេរៀនខ្លះៗដើម្បីរំលឹកព្រាមមើលមេរៀនដែលត្រូវចេញអញ្ចឹងណាហើយ yes ខ្ញុំបានមួយទឹកមួយអីរៀបចំខ្លួនអស់ហើយក៏ដាក់ frame កែវនំប៉័ងដើមដើម្បីផបពោះមុនពេលដែលយើងប្រឡងចប់នៅម៉ោង 10 គឺយើងអាចយកបាយញ៉ាំបានបន្តទៀតអញ្ចឹងណាអញ្ចឹងពេលដែលខ្ញុំហើយខ្ញុំក៏យកម៉ូតូយកអីយើងទៅហើយពេលទៅដល់សាលាគឺវា fresh មែនតើនៅពេលដែលយើងទៅដល់សាលាពេលព្រលឹមអញ្ចឹងនេះគឺជាទស្សនវិជ្ជាទៅដែលសិស្សធៀមប្រឡងអញ្ចឹងហើយ like អ្នកខ្លះនៅពេលដែលមុនប្រឡងគឺយើងគ្រាន់តែមើលមេរៀនទូៗខ្លះដើម្បីប្រកាសថាគឺយើងអាចចងចាំនៅអ្វីដែលយើងបានត្រៀមមកនឹងព្រោះជួនកាលអ្វីដែលប្រឡងគឺចេញអាពេលយើងមើលភ្លាមមានអារម្មណ៍ថានេះបត់បានតែចូលមកដាក់ប្រឡងមានអារម្មណ៍ថាចាប់បានគេមើលមេរៀនឯងក៏ហូបបត់បានដាក់กระดาษប្រឡងអីគេកុំឲ្យភ្លេចឥឡូវនេះយើងនៅភូមិក្រៀមខ្លួនប្រឡងថ្ងៃចុងក្រោយ and let's see បងថ្ងៃចុងក្រោយអីមិនដែរមានអារម្មណ៍ថាបើនិយាយពីអារម្មណ៍វិញអារម្មណ៍នេះថ្នាក់ខ្ញុំបាទចូលប្លុកចូលប្លុកឥឡូវគ្រូចូលឲ្យយើងទៅមុខថ្នាក់ហើយអូខេឥឡូវយើងប្រឡងចប់ហើយនេះទស្សនវិជ្ជាទូទៅហើយអ្នកខ្លះដែលគាត់ប្រឡងចប់អញ្ចឹងគាត់សោះមកអញ្ចឹងប្រឡងហើយតែអត់ដល់ជាប់ទេដល់ប្រឡងចប់ខ្ញុំថាប្រឡងចប់មិនដែរប្រឡងមិនមានអារម្មណ៍ថាសบายខ្លះធ្វើ50នាទីអស់คุยលេងតែយើងអស់អីចេះអីចេះបានប៉ុណ្ណឹងអូឥឡូវចប់ហើយលទ្ធផលអត់ដឹងទេឥឡូវទៅញ៉ាំបាយសិនជាប់ណាស់ទៀតហើយ51%បានជាប់តែប៉ុណ្ណឹងបាន50ជាប់ហើយហ្នឹងយក51ទៅហ្នឹងហើយឥឡូវទៅបាយសិនទៀតមក interview ថាហេតុអីបានរៀន IT ហើយឥឡូវប្រឡងចប់ហើយមានអារម្មណ៍មិនដែរស្ដាយក្រោយអត់សួរជាថាប្រឡងមិនហើយអីប្រឡងហើយទៅណាទៀតខ្លួននឹងគេខ្ញុំហើយមួយទៀតមានចង់ធ្វើបងអូនណែនាំឲ្យរៀន IT អត់មិនដែរប្រឡងមិនប្រឡងរឹងដឹងយកពេលរុំតដែរឡើង4ដងចេះអីសិននិយាយសារបើពេលរុំតែសេចក្តីតែយើងនិយាយសារខុសគ្នាតែសេចក្តីខ្ញុំស្អីតែសេចក្តីឥឡូវនេះរៀនកំពុងតែត្រៀមថតជុំគ្នាបោះមិនដែរអត់អីទេអីតែព្រោះអូខេឥឡូវប្រឡងចប់ឆ្នាំទី4ហើយណាមានអារម្មណ៍មិនដែរសบายតិចភ័យតិចបងពេលប្រឡងចប់ធ្វើគេតអត់តដឹងប្រទេសសិនជុកម៉ែសិនណែនាំឲ្យសិស្សប្អូនរៀន IT អត់ណែនាំដោយសារតែមុខវិជ្ជានឹងវាត្រូវការខ្លាំងនៅឆ្នាំហ្នឹងឬក៏ទៅមុខទីក៏វាត្រូវការខ្លាំងជាងហ្នឹងដែរយល់អត់អូខេអញ្ចឹងចូលខាង IT អត់ខុសទេជឿបងអូនចូលមកហើយមួយទៀតរៀន IT 4ឆ្នាំហ្នឹងស្ដាយក្រោយអត់អត់ទេបងអត់ទេណាសบายសบายខ្លាំងក៏មិនដែរសบายរំភើបរីករាយជាខ្លាំងញញ័រក្នុងចិត្តនឹងអរ៉ាហើយសบายចិត្តខ្លាំងជាងគេគឺបានជួបមិត្តភក្តិច្រើនពិសេសដូចជាមួយគ្នាម្ដងជួបគ្នាបងថាសบายហើយឆ្នាំទី1ហើយដល់ឥឡូវសบายចិត្តយ៉ាងហ្មងបានស្គាល់គេច្រើនអញ្ចឹងរៀន4ឆ្នាំហ្នឹងសบายចិត្តជាងគេបានស្គាល់មិត្តភក្តិច្រើនហ្នឹងហើយមិត្តភក្តិច្រើនគឺសบายចិត្តហើយខ្ញុំអត់សូវខ្វល់រឿងរៀនបានអត់សូវស្ដាយហ្មងនេះព្រោះយើងមករៀននេះយើងអាចនឹងថាត្រូវជំនាញយើងដែរព្រោះយើងស្រឡាញ់ខាងសរសេរកូដនឹងយូរអញ្ចឹងយើងមករៀន IT ហ្នឹងអាចត្រូវបាន50ទៅ60%ហើយណែនាំឲ្យសិស្សប្អូនរៀន IT អត់ចំពោះខ្ញុំគឺណែនាំឲ្យសិស្សប្អូនមករៀន IT ព្រោះយើងគាត់ថាទីផ្សារឥឡូវនៅ IT ឥឡូវគឺទូលំទូលាយខ្លាំងមែនទែនយើងអាចរៀនណាក៏បានយើងចិត្តយើងចង់រៀនណាក៏ចេះដែរអ្នកនរគ្នារៀន IT 4ឆ្នាំហ្នឹងស្ដាយក្រោយអត់ស្ដាយខ្លះព្រោះហត់ឃើញជំនាញខ្លួនឯងចង់ធ្វើទៅទាំង4ឆ្នាំហ្នឹងឆាចោល4ឆ្នាំហ្នឹងឆាចោលទេទីណៃផ្សេងវិញអូនមើលហើយ
dắt đây men tên muốn rơi chấm lý anh muôi ok con ឡងមិញមានអារម្មណ៍អីដែរក្នុងចប់ មានអារម្មណ៍ថាស្ដាយដែរដែលខ្ញុំធ្វើខ្វះមកសំណួរដោយសារតែយប់មិញហ្នឹងខ្ញុំអត់បានមើលមេរៀនទេរំភើបពេកដេកលក់ រំភើបបានប្រឡងចប់មែនបានរៀនចប់មែន ហ្នឹងហើយបានរៀនចប់ រៀន4ឆ្នាំហ្នឹងស្ដាយក្រោយអត់ អត់ស្ដាយក្រោយទេខ្ញុំមានអារម្មណ៍ថាខ្ញុំអរគុណខ្លួនឯងដែលខ្ញុំបានជ្រើសរើសយកមុខវិជ្ជា IT ហ្នឹងដោយសារតែណាមួយវាខ្ញុំឆ្លងបច្ចេកវិទ្យាហើយក៏វាមាន challenge ច្រើននៅក្នុងហ្នឹងដែលយើងត្រូវតាម technology ថ្មីៗមករហូត អូខេហើយជំនួសចុងក្រោយណែនាំឲ្យសិស្សប្អូនរៀន IT អត់ ខ្ញុំណែនាំដោយសារតែស្រុកខ្មែរយើងឥឡូវក៏ IT ក៏វាមានទីផ្សារច្រើនដែរតែគ្រាន់ថាយើងកុំមករៀនតាមគ្នាតាមការណែនាំឧទាហរណ៍ថាការខ្ញុំនៅឆ្នាំទី1ឬក៏ខ្ញុំប្រឡងចាប់ទី12អញ្ចឹងគេនិយាយថាអូយមករៀន IT រៀនចាប់ដឹងប្រាក់ខែ KK ប៉ុន្តែឥឡូវហ្នឹងខ្ញុំខ្លួនឯងហ្នឹងខ្ញុំអត់ទាន់រកខ្លួនឯងឃើញថាខ្ញុំនឹងរៀនរបៀបថាខ្ញុំនឹងចាប់យកជំនាញអីគេទៅធ្វើការថ្ងៃមុខឯងអញ្ចឹងឥឡូវហ្នឹងខ្ញុំនៅព្យាយាមរកខ្លួនឯងនៅឡើយ ចឹងន័យថាទោះបីរៀន IT ក៏អត់ទាន់ដឹងកន្លែងហ្នឹងចង់ធ្វើអីដែរ ហ្នឹងហើយដោយសារតែ IT មិនមែនគិតថាឲ្យតែយើងចេះកុំព្យូទ័រចេះកូដអីចឹងទៅយើងអាចធ្វើបានហើយវាមានជំនាញជាច្រើននៅក្នុងហ្នឹង អរគុណអរគុណឡាក់ ឡងមិញមានអារម្មណ៍អីដែរ មានអារម្មណ៍ថាសុបាយចិត្តតែធ្វើបានច្រើន ហើយរៀន IT 4ឆ្នាំហ្នឹងស្ដាយក្រោយអត់ អត់ អត់ទេ ព្រោះទៅធ្វើការ IT ហើយ ហើយមួយទៀតណែនាំឲ្យសិស្សប្អូនរៀន IT អត់ពិសេសអ្នកដែលគាត់អត់ទាន់ស្គាល់ខ្លួនឯងណែនាំឲ្យរៀនអត់ ណែនាំព្រោះ IT មានរសជាតិច្រើនពិបាកវេទនាអត់អាចយកឡើងចោលសាមក IT សិន អូខេខ្ញុំអត់ទាន់ស្គាល់ខ្លួនឯងខ្ញុំរៀន IT ឥឡូវខ្ញុំនៅតែអត់ស្គាល់ខ្លួនឯងដដែល